តង្វើ3នេះគឺខ្ញុំស្អប់ខ្លាំងមែនតើនៅពេលដែលខ្ញុំលេង Midland ទី1គឺ teammate យើងហ្នឹងគឺដើរមក clear lane យើងយកតែម្ដងអាហ្នឹងគឺធ្វើឲ្យខ្ញុំខឹងមួម៉ៅខ្លាំងជាងគេក្នុងចំណោម3ហ្នឹងតែម្ដងណែប៉ះអីប៉ះតាប់មកប៉ះ lane ខ្ញុំនៅ early game ហ្មងមិនតបានគ្រប់ level 4ផងមិនដឹងដើរមកពីណាមកពីណីហ្នឹងមក clear lane ឯងអស់លេងខ្ញុំលេងអំវិញគេដើរមក clear lane ហ្នឹងខឹងដែរតែគ្រាន់តែមិនខឹងខ្លាំងដូចពេលលេង Midland គេមក clear ទេតែគ្នាមិនដឹងមិនតែថាលេង Midland គេមក clear lane អស់ហ្នឹងដឹងតែមួម៉ៅយកហ្មងមករឿងទី2ហ្នឹងតាក់តងជាមួយនឹងអាសត្វទឹកនេះខ្ញុំតែងតែហៅថាកូនស្ពៃក្តៅអញ្ចឹងទៅហើយនៅពេលដែលខ្ញុំវាយហ្នឹងវាយចិត្តដាច់ហើយគឺនាំគ្នាមកស៊ីប៉ែបាត់បើខ្ញុំហើយអាស៊ីប៉ែមិនជុំឲ្យងុំហ្នឹង record ឌឺទៀតបើថាខ្លួនឯងវាយតាំងពីដំបូងហើយស៊ីទៅអាហ្នឹងក៏មិនអីទេតែនេះគ្នាខំឈរវាយដឹងហើយថា Mac ហ្នឹងមិនសូវវាយដៃឈឺហ្មងទេបានតែ skill ដាក់ទៅឈឺអញ្ចឹងហើយគ្នាខំវាយដៃហ្នឹងម្ដងបន្តិចតម្រុំតែបាននេះដើរមកយកឡើងបង្ហើយបាទរឿងទី3ដែលជារឿងចង់ក្រោយនៅផែមានតែខ្ញុំទេមើលទៅនៅពេលដែលលេងប៉ះខាង enemy មាន mid ដែរអញ្ចឹងហើយគេលេង flame shot ហើយមិនទាន់នឹងស្អីផងគ្រាន់តែចេញបើកក្បាលមកភ្លាមលេងបាញ់ flame shot យកហ្មងខ្ញុំមិនដឹងថាមិនបានជាអាទង្វើបាត់នឹងធ្វើឲ្យខ្ញុំមួម៉ៅទេប៉ុន្តែវាអញ្ចឹងមែនម៉ាណាលេងគ្រាន់តែចេញមក clear lane ធម្មតាទៅថៃដាក់ skill ធម្មតាទៅថៃលេងគ្រាន់តែឃើញយើងភ្លាមហ្នឹងគឺបាញ់ flame shot កដាក្បាលយកហ្មងទោះបីជាអាទង្វើអស់ហ្នឹងធ្វើឲ្យខ្ញុំមួម៉ៅខឹងមែនតែខ្ញុំមិនដែលទៅឆាតថាឲ្យគេទេតែអ្នកគ្នាបានតែខឹងចិត្តខ្លួនឯងអញ្ចឹងឯង